គោរពជំរាបសួរបងប្អូនអតិថិជនទាំងអស់គ្នានៅខាងមុខខ្ញុំនេះវាគឺជាប្រភេទ motor ជំរុញដែលនៅក្នុងនឹងដៃគេយកវាទៅប្រើប្រាស់ក្នុងការជំរុញសម្រាប់ផ្ទះគេអាឋានព្រមទាំងសម្រាប់ឧស្សាហកម្មផលិតចំណីអាហារផលិតទឹកសុទ្ធឬក៏សម្រាប់ទឹកស្អាតដូចជាដើម motor នេះលក្ខណៈពិសេសរបស់វាបងប្អូនគឺខាងក្រៅវាពីសដោយ inox ហើយខាងក្នុងគឺវាផលិត inox ទៀតដូច្នេះក្នុងការប្រើប្រាស់របស់វាគឺវាអត់ធ្វើឲ្យទឹកដែលចេញទៅហ្នឹងគឺមានស្ថានភាពច្រេះបងប្អូនដោយសារតែ inox វាអត់ចេះច្រេះបងប្អូនណាហើយចំពោះmotor នេះដែរបងប្អូនពាក់ព័ន្ធទៅនឹងកម្លាំងវាវិញគឺមានចាប់ពីកន្លះសេសរហូតដល់3សេសហើយពាក់ព័ន្ធទៅនឹងប្រភេទភ្លើងគឺមានពីរប្រភេទបងប្អូនណាមានប្រភេទ mono ហើយនិង tri phase អញ្ចឹងបងប្អូនមានជំរើសក្នុងការប្រើប្រាស់ទៅតាមផ្ទះរបស់បងប្អូនមានភ្លើង220ឬក៏ភ្លើង380បងប្អូនអាចយក motor AMS នេះយកទៅប្រើប្រាស់បានបើសិនជាបងប្អូនលក្ខណៈក្នុងការប្រើប្រាស់ជំរុញតាមផ្ទះគឺ motor នេះបងប្អូនអាចដាក់ប្រើប្រាស់ជាមួយនឹងដុំអូតូវានឹងធ្វើឲ្យ motor របស់បងប្អូនដំណើរការដោយវៃឆ្លាតនៅពេលដែលបងប្អូនបើកបានទឹកប្រើប្រាស់ហើយខ្ញុំសូម recommend ខ្ពស់មែនតើសម្រាប់បងប្អូនដែលស្រឡាញ់សុខភាពបាទពាក់ព័ន្ធនឹង motor នេះគឺវាអត់ចេះច្រេះទេបងប្អូនណាអញ្ចឹងបងប្អូនយកទៅប្រើប្រាស់តាមផ្ទះសម្រាប់ផ្ទះបាយអីផ្សេងៗគឺល្អបាទហើយមួយវិញទៀតបងប្អូនខ្ញុំសូមណែនាំទៅលើ spec របស់ motor នេះដែរដែលខ្ញុំកំពុងបង្ហាញ motor នេះគឺកម្លាំងរបស់វាបាទ3សេសបងប្អូនណាដែលមុខកាត់ទឹកចូលរបស់វា60មីលីម៉ែត្រហើយកាត់ទឹកចេញរបស់វាគឺ42មីលីម៉ែត្រហើយបើសិនជាបងប្អូនចង់ដឹងអំពីបរិមាណទឹករបស់វាបាទគឺវាអាចបូមបានគឺច្រើនបំផុតហ្នឹងគឺបាទ430លីត្រនៅក្នុង1នាទីហើយកម្ពស់គឺវាអាចរុញបាន24ម៉ែត្របងប្អូនណាហើយមានការធានា2ឆ្នាំទៅលើគ្រឿងបន្លាស់បើសិនជាបងប្អូនមានតម្រូវការប្រភេទ motor នេះបងប្អូនអាច comment ក្រោមវីដេអូឬក៏ឆាតចូល page ក៏ដូចជាការឆាតតាម Telegram បាទខ្ញុំមានប៉ុណ្នេះបាទសូមអរគុណ